សួស្តីអ្នកនរគ្នាឥឡូវខ្ញុំនឹងមកបង្ហាញពីរបៀប clone របៀប set up project របស់ពួកយើង ដែលយើងត្រូវដើម្បី run project របស់ពួកយើងគឺត្រូវការមាន Node.js Docker Desktop ហើយនិង Git ដោយដំបូងឡើងគឺយើងនឹង clone front end មុនគេដែលយើងចូលមក copy URL នេះនៅក្នុង clone with https ហើយយើងចូលទៅក្នុងកន្លែងណាដែលយើងចង់ទុក project ហ្នឹង say បង្កើតជា folder មួយ call it assignment system ហើយបន្ទាប់មកគឺយើងបើក IDE របស់យើង in my case is VS Code បើយើងប្រើអីផ្សេងគឺបើកហ្នឹងទៅហើយគឺយើងចូលទៅក្នុង folder ហ្នឹងហើយបន្ទាប់មកយើងចូល terminal យើង git clone ហើយយើង pass URL ហ្នឹងមកហើយ enter វាហើយបន្ទាប់មកគឺយើងត្រូវ change directory ទៅក្នុង folder ដែលយើង clone មិញហ្នឹងគឺ OAD ហើយ tab មកហើយបន្ទាប់មកយើង npm install ដែល npm ហ្នឹងគឺជារបស់ Node.js ដែលយើងឲ្យ install មុនហ្នឹង install ហើយវានឹង install dependency ដែលយើងប្រើនៅក្នុង project នេះវាមានប៉ុណ្នេះអាច install ម្ដងមួយក៏បានតែយើងគ្រាន់តែ npm install មកវានឹង check ក្នុង package.json ហ្នឹងហើយបន្ទាប់មកវានឹង install dependency ទាំងអស់ហ្នឹងហើយបន្ទាប់ពីយើង install dependency ហ្នឹងហើយយើង npm run development environment យើងអាចចូលមើលក្នុង browser បាននេះតែ មាន data អីទេដោយសារយើងអត់ទាន់មាន backend សូឥឡូវយើងទៅ clone backend ម្ដងយើង change directory ទៅក្រោយវិញចុច2នេះគឺទៅក្រោយតមកយើងទៅ copy backend ម្ដង copy URL របស់ backend ម្ដង clone with https ហើយយើង git clone ទៅ backend បាន backend មកហើយយើង cd ទៅក្នុង directory ហ្នឹងហើយបន្ទាប់មកដូចមិញដែរគឺយើង npm install dependency របស់យើងទាំងអស់ហើយបន្ទាប់ពីនេះហើយយើងយើងអាច run វាបានដែរប៉ុន្តែដោយសារយើងអត់ទាន់មាន database យើង run ទៅក៏ backend នេះធ្វើអីអត់ទាន់កើតដែរសូឥឡូវយើង set up database ហើយសម្រាប់ database យើងគឺយើងប្រើ Postgres អូយពីនេះទៅយើងត្រូវ Postgres container ប្រើ Docker នេះយើងអាច install download for Windows Docker desktop for Windows ហើយបន្ទាប់ពីយើង install ហើយយើង set up វាហើយយើងអាចបើក terminal ហើយយើងអាចសរសេរ command នេះដោយ
name នេះគឺជា name របស់ container របស់យើង container នេះខ្ញុំដាក់ឈ្មោះ Postgres តែយើងចង់ដាក់អីក៏បានដែរហើយ Postgres password គឺ password នេះគឺ password ហើយសម្រាប់Postgres user គឺ admin ហើយឈ្មោះ database គឺ assignment system ហើយ run ក្នុង port 5432ហើយនេះគឺជា path ដែលយើង store database ហ្នឹងហើយនេះជា Postgres version ខ្ញុំ run version 16នៅពេលដែលយើងrun អាហ្នឹងបានសម្រេចហើយវានឹងមានឃើញមាន pool image pool អីដោយសារយើងមាន image ហើយ so វាអត់មាន pool ទេគ្រាន់វា start យកតែម្ដងហើយយើងបន្ទាប់ពីយើង run command ហ្នឹងហើយគឺយើងចូលមកក្នុង VS Code យើងវិញយើងគួរតែបើក window ផ្សេងគ្នាមួយសម្រាប់ back end មួយសម្រាប់ front end មួយក្នុង directory របស់វារៀងខ្លួនយើង set up back end មុនសម្រាប់ set up back end ឲ្យវា connect ទៅ database គឺយើងមុនដំបូងយើង copy env.local នេះចេញពីក្នុង env s នេះសិនហើយយើង rename វាទៅជា .env វិញហើយអានេះគឺយើង database IP ដែលយើងបាន set up មុនហ្នឹងដោយសារយើង run វានៅក្នុង laptop យើងឬក៏ computer យើងធម្មតាទេគឺបានន័យថា it's ក្នុង local host so IP address អត់សំខាន់ទេគឺយើងដាក់ local host ហ្នឹងទៅហើយ port របស់យើងគឺ 5432 ដូចគ្នាមិនដូរទេហើយ Postgres user របស់យើងគឺ admin so admin ហើយស្រាប់ហើយ password ក៏ password ដែរតែបើយើង set ក្នុងនេះដាក់អីផ្សេងគឺយើងត្រូវកែក្នុងនេះទៅតាមនឹងដែរហើយ DB name យើងគឺ assignment system យើងត្រូវលុបពាក្យ local ចោលហើយ port នេះគឺជា port ដែលយើង run អត់ពាក់ព័ន្ធvới database ទេអានេះគឺជា port ដែលយើង run back end លើដូចថាយើង run back end លើ port 3000 front end យើងត្រូវ connect មក port 3000ដែរហើយJWT secret នេះគឺយើងដាក់អីដាក់ទៅដាក់ random អាហ្នឹងសម្រាប់ encode token ទេអាហ្នឹងដាក់អីស្រាប់ស្អីតែយើងទេហើយបន្ទាប់ពីយើងដាក់ហ្នឹងហើយយើងអាចបើក terminal មកហើយយើង npm start ដោយសារយើងប្រើ back end យើងប្រើ Next.js so npm run daily គឺ npm start យើងអាចមើល instruction បន្តទៀតបាននៅក្នុង readme របស់ back end នេះវាមានសម្រាប់មើល document មើលអីគេក្នុងនេះហើយបន្ទាប់ពីយើង run បានសម្រេចហើយគឺយើងបើក terminal ថ្មីមួយទៀតសម្រាប់បង្កើត admin នៅក្នុង system យើងក្នុង assignment system យើងគឺមួយទៀតដើម្បីមើល database ក្នុង real time យើងអាចប្រើ client មួយចំនួនដូចជា MySQL Workbench ឬក៏ Table Plus សម្រាប់ខ្ញុំប្រើ Table Plus មានច្រើនអាចហៅមើលបានតែយើងអាច create connection pick
PostgreSQL យើងដាក់ឈ្មោះនេះដាក់អីក៏បានដែរនេះហ៎ system local ហើយ host name របស់យើងគឺ host របស់យើងគឺ local host ហើយ port របស់យើងគឺ 5432 user របស់យើង admin password យើង password ហើយ database យើងគឺ assignment system save ទៅយើងចុចចូលទៅបើសិនជាអត់មាន error អីគឺវានឹងដើរបើសិនជាយើងអត់ទាន់ run back end ទេយើងចូលមកយើងឃើញ table ថាយើងទៅទេប៉ុន្តែបើយើង run ចុច start back end ហើយគឺយើងចូលមកយើងមានឃើញ table ស្រាប់ហើយឥឡូវយើងក្នុង system យើងអត់ទាន់មាន user អីទេ so យើង run ដើម្បីវាបង្កើត admin user មួយក្នុង user table នេះគឺយើងនេះក្នុង make file នេះគឺមើល command នេះគឺវានឹង run file មួយឈ្មោះថា seed ក្នុងនេះហើយនឹង seeder នេះ admin seeder នេះបានន័យថាវានឹងបង្កើត admin មួយនៅក្នុង account admin នៅក្នុង system របស់យើង so មកយើង copy command ហ្នឹងហើយយើងបង្កើត admin បានហើយយើងបន្ទាប់ពីយើងបើក admin បានហើយយើងកំបិតហ្នឹងយើងឲ្យវា run ចោលហ្នឹងទៅយើងគ្រាន់តែអូសវាចេញទៅណាឬក៏ minimize វាចោលអញ្ចឹងទៅយើងទៅធ្វើ back end ម្ដងសម្រាប់ back front end យើងវិញសម្រាប់ front end យើងត្រូវ connect វាទៅ back end វិញដោយយើង copy env ដូចមុនហ្នឹងអញ្ចឹងយើង pass វាមកវិញយើងទុកតា .env បានហើយយើងដាក់ API របស់យើង API ទៅ back end របស់យើង API back end របស់យើងគឺ local host ដោយសារយើង host នៅក្នុង computer ខ្លួនឯង so TPS HTTP / local host យើង run នឹង port 3000 ចាំមិញគឺយើង run វាក្នុង port 3000 port យើងនេះហើយបន្ទាប់មកគឺយើងអាច npm run ពេលដែលយើង run បានហើយយើងចូលទៅមើលក្នុងទៅយើងឃើញវាដើរចុច cache ហើយលើ clear token ចោលយើងអាច login បានដែរ admin add example ហើយក្នុងនេះគឺ default credential របស់ដែលយើងបង្កើតដំបូងគឺនេះក្នុង database យើងគឺនេះ email នេះគឺ admin.example.com ហើយ password គឺ password default យ៉ាងទាំងអស់user ណាក៏ដោយបង្កើតមកថ្មីគឺ password is password ទាំងអស់តតែយើងដូរយើងចូលបានហើយបន្ទាប់មកយើងអាចបង្កើតជា class subject assignment បង្កើត user ថ្មីបង្កើត enrollment ហើយនឹងមើល user ទាំងអស់យើងមានតែ admin មួយហើយ project យើងសម្រាប់ការ clone project របស់យើងគឺមានតែប៉ុណ្្នឹងសូមអរគុណ